រៀបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៀតហើយបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានមួយទាក់ទងវិធីព្យាបាលជំងឺទឹកនោមផ្អែមដែលភាគច្រើនគេនិយាយថាជំងឺទឹកនោមផ្អែមព្យាបាលមិនជានោះបាទឥឡូវយើងមានថ្នាំព្យាបាលមួយហើយគឺថ្នាំនេះគឺតាក់ទងនឹងផ្លែឈើបន្លែមួយយ៉ាងឈ្មោះផ្លែម្រះបាទតែងតែបងប្អូនតែងតែយកវាមកញាត់សាច់ជ្រូកសាច់អីឬក៏គេហៅស្ងោរម្រះនោះបាទហើយពេលនេះគឺវាមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះជំងឺទឹកនោមផ្អែមនេះបាទឥឡូវយើងកុំឲ្យខាតពេលយូរយើងតាមដានស្ដាប់ទាំងអស់គ្នាបាទវិធីព្យាបាលជំងឺទឹកនោមផ្អែមឬក៏ខ្មែរ Natural Remedies for Diabetes បាទជំងឺទឹកនោមផ្អែមបាទនេះវាមានសន្តានបែបនេះបាទផ្លែម្រះបាទនេះផ្លែម្រះបាទចំពោះវិធីធ្វើឬក៏ Introduction បាទពុះម្រះមួយផ្លែហើយយកគ្រាប់ចេញបាទយើងពុះវាចេញមកពុះចេញបែបនេះបាទហាន់វាជាចំណិតតូចបាទនេះហាន់បែបនេះដូចយើងឆាដែរឬក៏យើងយកតែម្រះហ្នឹងយកទៅចៀនជាមួយពងទាបាទដាក់ចូលក្នុងម៉ាស៊ីនក្រឡុកបាទដាក់ចូលក្នុងម៉ាស៊ីនក្រឡុកមកបាទថែមទឹក50 មីលីលីត្រថែមវាមកហើយក្រឡុកត្រង់យកតែកាកជាស្រ័យត្រង់យកកាកចេញបាទអញ្ចឹងយើងទុកទៅតាក់ទៅបាទយើងកាកបោះចោលទៅបាទចំពោះវិធីប្រើវិញបាទផឹកមុនអាហារពេលព្រឹក2 ដងក្នុងមួយថ្ងៃបាទយើងផឹក2 ដងក្នុងមួយថ្ងៃទៅមុនអាហារពេលព្រឹកហ្នឹងបាទនេះជាផ្លែម្រះអញ្ចឹងយើងងាយនឹងទិញយកមកធ្វើណាបាទព្រោះនៅទីផ្សារខ្មែរយើងសម្បូរណាស់ផ្លែម្រះបាទយើងកំណត់ចំណាំបាទខ្ញុំបាទជូនវិធីព្យាបាលនេះសម្រាប់ជាព័ត៌មាននិងចំណេះដឹងសូមពិនិត្យនិងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឬក៏គ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុនសិនបាទវិធីនេះអាចប្រើសាកល្បងបាននៅពេលដែលมันមានជំរើសផ្សេងទៀតបាទអញ្ចឹងមានន័យថាវិធីនេះតោះតែបងប្អូនអស់លទ្ធភាពព្យាបាលចង់និយាយថាព្យាបាលលែងត្រូវបងប្អូនអាចធ្វើវិធីនេះបានគឺងាយស្រួលបំផុតហើយអស់លុយតិចទៀតបាទហើយចំពោះព័ត៌មាននេះបាទបងប្អូនដែលបានស្ដាប់និងទស្សនាចំពោះវីដេអូដែលខ្ញុំបានបង្ហាញនេះបងប្អូនអាចចែករំលែកឬក៏ចែករំលែកចំណេះដឹងដែលបងប្អូនបានស្ដាប់ឬក៏ទស្សនានេះទៅកាន់ឪពុកម្ដាយក៏ញាតិមិត្តដែលមានជំងឺបែបនេះឲ្យគាត់ដឹងពីវិធីសាស្ត្រងាយបាទក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនេះផងបាទហើយជាពិសេសនោះសូមបងប្អូនជួយ Like Share Subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ